ថ្ងៃនេះមកធ្វើស៊ុបសុខភាពម្ដងប្រភេទស៊ុបនេះបងប្អូនគឺថាញ៉ាំទៅឆាប់មានកម្លាំងហើយសម្រាប់រសជាតិវិញសាបទេប៉ុន្តែឆាប់ធ្វើឲ្យយើងមានកម្លាំងមែនតែនហើយបើបងប្អូនចង់ធ្វើសម្រាប់ឪពុកម្ដាយចាស់ឬក៏សម្រាប់អ្នកជំងឺអីក៏បានដែរបងប្អូនហើយពួកគាត់ញ៉ាំទៅគឺអត់មានប៉ះពាល់ទៅដល់សុខភាពឬក៏ប៉ះពាល់ដល់ការឡើងជាតិស្ករអីទេហើយថ្ងៃនេះផងដែរដែលខ្ញុំធ្វើហ្នឹងគឺខ្ញុំបានធ្វើស៊ុបផ្សិតបងប្អូនហើយសម្រាប់រសជាតិស៊ុបផ្សិតគឺយើងអត់មានដាក់អីទាំងអស់គ្រាន់តែដាក់ដុំស៊ុបខ្នុរ2ដុំរសជាតិចេញពីបកាចេញពីបន្លែផ្សេងមកគឺល្មមរសជាតិល្មមឆ្ងាញ់ហើយសម្រាប់បន្លែដែលខ្ញុំដាក់នៅក្នុងស៊ុបថ្ងៃនេះគឺខ្ញុំបានដាក់ផ្សិតហើយនិងប្រូកូលីហើយតាក់ទងនឹងការប្រឡាក់បការបស់យើងហ្នឹងគឺខ្ញុំដាក់អំបិលបន្តិចហើយម្រេចបន្តិចហើយនឹងមានខ្ញីដែរហើយសម្រាប់ពងមាន់ដែលត្រូវដាក់នៅក្នុងស៊ុបខ្ញុំបានធ្វើពីប្រភេទមួយចៀនសម្រាប់ដាក់ក្នុងស៊ុបហើយមួយទៀតដាក់ក្នុងស៊ុបពេលដែរស៊ុបចិត្តឆ្អិនហើយសម្រាប់បន្លែបើបងប្អូនចង់ថែមបន្លែណាដែលខ្លួនឯងចូលចិត្តថែមទៀតក៏បានដែរសម្រាប់ខ្ញុំដោយសារតាខ្ញុំចូលចិត្តផ្សិតហើយនិងប្រូកូលីចឹងទៅខ្ញុំក៏ជ្រើសរើសពីរមុខនឹងយកមកធ្វើតែម្ដងទៅខ្ញុំបានរំលីងបកាដែលខ្ញុំបានប្រឡាក់មុនហ្នឹងហើយដល់ពេលទឹកពុះដាក់ដុំស៊ុបខ្នុរ2ដុំហ្នឹងគឺល្មមបងប្អូនបាច់ដាក់អីថែមទាំងអស់រសជាតិមកល្មមហើយពេលទឹកពុះយើងដាក់ពងមាន់ដែលបានចៀនមុនហ្នឹងហើយនឹងដាក់ផ្សិតចូលមុនពីសារផ្សិតរៀងយូរឆ្អិនដែរដល់ពេលមើលឃើញថាផ្សិតរៀងចិត្តឆ្អិនហើយបានដាក់ប្រូកូលីចូលពេលបន្លែរបស់យើងបានឆ្អិនរួចរាល់អស់គឺខ្ញុំបានដាក់ទឹកម្សៅមីបងប្អូនដើម្បីឲ្យទឹកស៊ុបរបស់យើងបានខាប់ហើយចុងក្រោយបានខ្ញុំដាក់ពងមាន់ដែលបានកន្លុកវាហ្នឹងច្រូចចូលឲ្យពេលទឹកកំពុងពុះហ្នឹងទៅគឺធ្វើឲ្យទឹកស៊ុបរបស់យើងហ្នឹងកាន់តែខាប់ហើយនឹងជាតិពងមាន់ហ្នឹងវាបែកទៅសៃបានល្អឃើញថាស៊ុបរបស់យើងឆ្អិនល្អហើយទើបខ្ញុំដាក់ម្រេចហើយនឹងដាក់ស្លឹកខ្ទឹមចូលហ្នឹងហើយបងប្អូនបើមានអារម្មណ៍ថាអត់សូវមានកម្លាំងកុំភ្លេចធ្វើស៊ុបបែបនេះញ៉ាំណាថ្ងៃនេះមកធ្វើស៊ុបសុខភាពម្ដងប្រភេទស៊ុបនេះបងប្អូនគឺថាញ៉ាំទៅឆាប់មានកម្លាំងហើយសម្រាប់រសជាតិវិញសាបទេប៉ុន្តែឆាប់ធ្វើឲ្យយើងមានកម្លាំងមែនតែនហើយបើបងប្អូនចង់ធ្វើសម្រាប់ឪពុកម្ដាយចាស់ឬក៏សម្រាប់អ្នកជំងឺអីក៏បានដែរបងប្អូនហើយពួកគាត់ញ៉ាំទៅគឺអត់មានប៉ះពាល់ទៅដល់សុខភាពឬក៏ប៉ះពាល់ដល់ការឡើងជាតិស្ករអីទេហើយថ្ងៃនេះផងដែរដែលខ្ញុំធ្វើហ្នឹងគឺខ្ញុំបានធ្វើស៊ុបផ្សិតបងប្អូនហើយសម្រាប់រសជាតិស៊ុបផ្សិតគឺយើងអត់មានដាក់អីទាំងអស់គ្រាន់តែដាក់ដុំស៊ុបខ្នុរ2ដុំរសជាតិចេញពីបកាចេញពីបន្លែផ្សេងមកគឺល្មមរសជាតិល្មមឆ្ងាញ់ហើយសម្រាប់បន្លែដែលខ្ញុំដាក់នៅក្នុងស៊ុបថ្ងៃនេះគឺខ្ញុំបានដាក់ផ្សិតហើយនិងប្រូកូលីហើយតាក់ទងនឹងការប្រឡាក់បការបស់យើងហ្នឹងគឺខ្ញុំដាក់អំបិលបន្តិចហើយម្រេចបន្តិចហើយនឹងមានខ្ញីដែរហើយសម្រាប់ពងមាន់ដែលត្រូវដាក់នៅក្នុងស៊ុបខ្ញុំបានធ្វើពីប្រភេទមួយចៀនសម្រាប់ដាក់ក្នុងស៊ុបហើយមួយទៀតដាក់ក្នុងស៊ុបពេលដែរស៊ុបចិត្តឆ្អិនហើយសម្រាប់បន្លែបើបងប្អូនចង់ថែមបន្លែណាដែលខ្លួនឯងចូលចិត្តថែមទៀតក៏បានដែរសម្រាប់ខ្ញុំដោយសារតាខ្ញុំចូលចិត្តផ្សិតហើយនិងប្រូកូលីចឹងទៅខ្ញុំក៏ជ្រើសរើសពីរមុខនឹងយកមកធ្វើតែម្ដងទៅខ្ញុំបានរំលីងបកាដែលខ្ញុំបានប្រឡាក់មុនហ្នឹងហើយដល់ពេលទឹកពុះដាក់ដុំស៊ុបខ្នុរ2ដុំហ្នឹងគឺល្មមបងប្អូនបាច់ដាក់អីថែមទាំងអស់រសជាតិមកល្មមហើយពេលទឹកពុះយើងដាក់ពងមាន់ដែលបានចៀនមុនហ្នឹងហើយនឹងដាក់ផ្សិតចូលមុនពីសារផ្សិតរៀងយូរឆ្អិនដែរដល់ពេលមើលឃើញថាផ្សិតរៀងចិត្តឆ្អិនហើយបានដាក់ប្រូកូលីចូលពេលបន្លែរបស់យើងបានឆ្អិនរួចរាល់អស់គឺខ្ញុំបានដាក់ទឹកម្សៅមីបងប្អូនដើម្បីឲ្យទឹកស៊ុបរបស់យើងបានខាប់ហើយចុងក្រោយបានខ្ញុំដាក់ពងមាន់ដែលបានកន្លុកវាហ្នឹងច្រូចចូលឲ្យពេលទឹកកំពុងពុះហ្នឹងទៅគឺធ្វើឲ្យទឹកស៊ុបរបស់យើងហ្នឹងកាន់តែខាប់ហើយនឹងជាតិពងមាន់ហ្នឹងវាបែកទៅសៃបានល្អ
ឃើញថាស៊ុបរបស់យើងឆ្អិនល្អហើយទើបខ្ញុំដាក់ម្រេចហើយនឹងដាក់ស្លឹកខ្ទឹមចូលហ្នឹងហើយបងប្អូនបើមានអារម្មណ៍ថាអត់សូវមានកម្លាំងកុំភ្លេចធ្វើស៊ុបបែបនេះញ៉ាំណា